យកសັບឃើញក្រពើការងារមានគេស្អប់ឬច្រណែនរីឯស្នេហាមានជនទី3ចូលមកជ្រៀតជ្រែកក្រពើជាសត្វដែលជាឥទ្ធិពលដល់ជំនឿលើការទស្សន៍ទាយតាមវិធីផ្សេងៗពេលសុបិនឃើញក្រពើអាចបណ្ដាលឲ្យមានអារម្មណ៍ភ័យស្លន់ស្លោថប់បារម្ភព្រោះប្រជាជនខ្មែរជឿថាជាសុបិនអាក្រក់ណាស់ដូច្នេះប្រសិនបើអ្នកកេងសុបិនឃើញក្រពើអាចបញ្ជាក់ពីអត្ថន័យល្អនិងអាក្រក់មកព្រមគ្នាដោយខាងក្រោមនេះសុបិនឃើញក្រពើជីវិតក្នុងអំឡុងពេលនេះជាសញ្ញាព្រមានជាពិសេសគឺមានសមាជិកគ្រួសារនឹងរងទុក្ខដូចជាគ្រោះថ្នាក់ជំងឺការបាត់បង់ទ្រព្យសម្បត្តិឬត្រូវខ្មាំងសត្រូវគូប្រជែងមើលងាយរីឯស្នេហាអ្នកនៅលាវនឹងបានជួបគូក្រងមានវ័យចំណាស់ជាងខ្លួនចំពោះអ្នកមានគូស្នេហ៍ត្រូវប្រយ័ត្នចំពោះទំនាក់ទំនងអាចនឹងកាន់តែយ៉ាប់យ៉ឺនចំណែកការងារត្រូវប្រយ័ត្នកុំឲ្យមានកំហុសឬជំនួសជាមួយសមាជិកដូចគ្នាសុបិនឃើញក្រពើធំនេះជាសុបិនមួយបញ្ជាក់ពីមនុស្សដែលមានគ្រួសារអាចមានបញ្ហាចំនួនក៏ដូចជាការងារធ្វើឲ្យមានការខ្ជិះខ្ជាយលុយកាក់ឥតអំពើប៉ុន្តែសម្រាប់អ្នកនៅលាវជាសំណាងវិញប្រសិនបើយកសុបិនឃើញក្រពើធំអ្នកនឹងជួបគូជីវិតមានវ័យចាស់ជាងអ្នកតែគេជាមនុស្សល្អចំណែកអ្នករៀបការរួចត្រូវប្រយ័ត្នជនទី3សុបិនឃើញក្រពើធំ2ក្បាលសុបិននេះជាសញ្ញាព្រមានថាអំឡុងពេលនេះធ្វើអ្វីដែលមិនគួរត្រូវបានប៉ាន់ស្មានតាមចិត្តឯងប្រយ័ត្នទឹកភ្នែកចំណែកគូស្នេហ៍ត្រូវយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកប្រយ័ត្នចំនួនកើតឡើងលើសពីនេះទៅទៀតក្នុងវិស័យការងារត្រូវប្រយ័ត្នប្រយែងនឹងការជ្រួប្រកែកគ្នាជាពិសេសជាមួយមិត្តរួមការងារសុបិនឃើញក្រពើ3ក្បាលសុបិននេះអាចនឹងមានចំនួនជាមួយមនុស្សជិតស្និទ្ធសមាជិកគ្រួសារអាចនាំបញ្ហាដល់ចំណុចវឹកវរចំណែកស្នេហាត្រូវតែទាមទារការយកចិត្តទុកដាក់ច្រើនព្រោះអាចមានចំនួនកើតឡើងជាញឹកញាប់ចំណែកការងារវិញនៅតែមិនដូចការរំពឹងទុកប្រយ័ត្នហិរញ្ញវត្ថុមិនគួរចាយលើចំណុះឡើយសុបិនឃើញក្រពើហែលក្នុងទឹកមនុស្សជុំវិញអ្នកសាច់ញាតិឬសមាជិកគ្រួសារនឹងនាំបញ្ហាមកដល់ចូលប្រុងប្រយ័ត្នជាពិសេសចំពោះការនិយាយស្ដីព្រោះមានអ្នកចង់និយាយដើមបង្កាច់បង្ខូចអ្នកឲ្យស្អុយគេឈ្មោះចំណែកគូស្វាមីភរិយាត្រូវតែបន្ថែមភាពផ្អែមល្ហែមឲ្យគ្នាជានិច្ចទោះបីជាមានទុក្ខប៉ុន្តែការងារល្អមានលៀបមានលុយហូរហៀធម្មតាសុបិនឃើញសាច់ក្រពើជាច្រើនក្បាលក្នុងសុបិននេះអ្នកនឹងទទួលបានដំណឹងល្អដែលហៅថាជាលៀបសំណាងពីការជួញដូរអាជីវកម្មចំណែកអ្នករៀបការមានគ្រួសារនឹងមានកូនមកចាប់កំណើតក្នុងពេលនេះប្រសិនបើអ្នកសុបិនឃើញក្រពើច្រើននោះនឹងមានកម្រិតខ្ពស់ក្នុងការទទួលបានកូនស្រីសុបិនឃើញក្រពើតូចមួយក្នុងពេលនេះចូលប្រយ័ត្នចាញ់បោកគេប្រយ័ត្នភ្លើងឆេះផ្ទះជាពិសេសមនុស្សជុំវិញអ្នកនឹងបង្កើតបញ្ហាធ្វើឲ្យមានចំនួនតូចទៅជាធំឡើងមករីឯសេចក្តីស្រឡាញ់ពេលនេះអាចកើតមានក្នុងទម្រង់អាណិតអាសូរច្រើនជាងសេចក្តីស្រឡាញ់ពិតការងារឯនោះវិញទាមទារឲ្យមានការគិតល្អអត់ធ្មត់និងការតាំងចិត្តបន្ថែមទៀតទើបឆ្លងផុតបានសុបិនឃើញក្រពើខំសម្រាប់មិត្តរួមការងារដែលគួរអាជីវកម្មអាចក្លាយជាសត្រូវដោយសារតែការច្រណែនឃើញបានល្អជាងចូលប្រយ័ត្នខ្លួនកុំប្រហែសឲ្យសោះចំណែកគូស្វាមីភរិយានៅតែត្រូវប្រយ័ត្នចំពោះជនទី3សុបិនឃើញក្រពើស៊ីមនុស្សក្នុងអំឡុងពេលនេះប្រហែលជាត្រូវធ្វើជាអ្នកស្ដាប់ព្រោះនឹងមានមនុស្សម្នាក់អាចលើកឡើងពីបញ្ហាឬរឿងដែលមានបញ្ហាហើយសូមឲ្យយើងជួយដោះស្រាយប៉ុន្តែបើនិយាយពីការងារវិញមានលក្ខណៈវិនិច្ឆ័យទទួលបានដំណឹងល្អប៉ុន្តែត្រូវប្រយ័ត្ននឹងការនិយាយដើមបោកបញ្ឆោតបុគ្គលដែលរាប់អាន